តោះសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបកាត់ high taper fade ជូនបងប្អូនយើងដែលទំរៀនកាត់សក់ថ្មីបាទអត់តោះអញ្ចឹងចូលការងាររបស់យើងហ្មងទៅបាទហើយលេខខ្ញុំបើកមុខដំបូងគេនេះគឺលេខ1បាទដូចបងប្អូនកំពុងតែឃើញអញ្ចឹងខ្ញុំបើកមុខលេខ1ជុំមកជុំភ្ញៀវអញ្ចឹងណាហើយបងប្អូនមើលមួយលេងទៅបាទមើលមួយលេងហើយតមកខ្ញុំយកមកទៅច្រឹបរបស់យើងហ្នឹងយើងកំណត់កន្លែងដែលយើង fade អញ្ចឹងយើងច្រឹបពីជ្រុងដែលជើងសក់កោងពីលើសៀតផ្កាមករកតុយលក្ខជាបាទមករលើលក្ខជាដូចបងប្អូនឃើញហើយតមកបងប្អូនបើកមុខ0.4 បងប្អូនបបោះប្រព័ន្ធម្រាមដៃទៅបាទបបោះទៅលើប្រព័ន្ធម្រាមដៃដូចបងប្អូនកំពុងតែឃើញក្នុងវីដេអូហ្នឹងអញ្ចឹងហើយតមកទៀតគឺខ្ញុំបិទមុខ0.2បាទបិទមុខ0.2ខ្ញុំយកប្រឡប់0.4បាទហើយវានៅស្នាមថ្នេរក្រោមមិញម៉ូទ័រ0ដក00របស់ម៉ូទ័រឆាប់ហ្នឹងបាទទុកឲ្យវានៅនឹងសិនទុកឲ្យវានៅអញ្ចឹងសិនចាំយើងលុបនៅពេលក្រោយអញ្ចឹងណាអញ្ចឹងការបរិញ្ញសមោលសក់មួយជាងផ្សេងការធ្វើខុសៗគ្នាអញ្ចឹងបងប្អូនមើលមួយណាដែលយល់បងប្អូនមើលមួយហ្នឹងប៉ុន្តែខ្ញុំបរិញ្ញភ្ជាប់ពី0.4មក0.2ហើយបាទខ្ញុំភ្ជាប់ពីដក00ចូលមកលេខ00អញ្ចឹងណាបងប្អូនស្ដាប់ខ្ញុំនិយាយតនេះភ្ជាប់ពីដក00មកលេខ00បាទមានន័យថាបើកមុខម៉ូទ័រពេញគឺ00បាទហើយនៅពេលបើកប្រើម៉ូទ័រឆាប់មុខពេញគឺដក00បាទខ្លះហៅ0ដក00ម៉ូទ័រទូតែខ្ញុំនិយាយថាដក00អញ្ចឹងទៅអញ្ចឹងអាស្រ័យលើការហៅតែខ្ញុំហៅតាមគេដែរបាទបរទេសគេហៅអញ្ចឹងខ្ញុំហៅអញ្ចឹងតាមគេអញ្ចឹងណាហ្នឹងហើយអ្នកនរគ្នាតមកទៀតបាទគឺខ្ញុំប្រើលេខ5កន្លះបាទតម្លាក់ថ្មិញបាទហើយលេខម៉ូទ័រខ្មៅមិញក៏លេខ5កន្លះដែរតម្លាក់ថ្មិញដូចគ្នាគាត់ថាហ្នឹងវាស៊ីក្រាស់ជាងអញ្ចឹងមានន័យថាវាក្រាស់ជាងខ្ញុំសៀតអស់សក់ទេអញ្ចឹងក៏ខ្ញុំដូរម៉ូទ័រប្រើម៉ូទ័រZAបាទហើយប្រើថ្មើង0.5ដដែលហើយតមកទៀតគឺយើងហ្វេតហើយគឺយើងចាប់ជើងសក់បដិញ្ញឲ្យស្អាតមកបាទហើយយើងចាប់ចំហៀងបាទហើយចំហៀងនេះតែប៉ុន្តែយើងអត់ទាន់ធ្វើហើយទេដោយសារតែម៉ូសក់នេះគឺយើងឡើងលេខ1បងប្អូនឡើងលេខ1សក់ឃើញកម្ៅអញ្ចឹងហើយបានយើងតមកលេខផ្សេងទៀតបាទហើយតមកលេខ0.5តម្លាក់ថ្មិញបងប្អូនឃើញទេបាទតម្លាក់ថ្មិញអស់មកបាទទៅជា0.9ហើយមែនទេ4និង5វាសល់ទាំង9ហើយកន្លែងណាកដិកដកបងប្អូនតាមមើលទៅបាទហើយប្រកេះញៀវបងប្អូនឃើញក្នុងវីដេអូស្រាប់ហើយបាទគាត់មានកដិកដកអញ្ចឹងបងប្អូនធ្វើតាមស្ថានភាពសក់អញ្ចឹងណាបាទតម្លើងតម្លាក់គេថាកលឹះថ្មិញខ្ញុំប្រើកលឹះថ្មិញនឹងចុះមែនតែដោយសារតែយើងតម្លើងចុះឡើងអញ្ចឹងហើយបន្ទាប់ពីយើងបដិញ្ញស្អាតហើយបាទឈូសកន្លែងនឹងស្អាតហើយគឺយើងចាប់ផ្ដើមមកហ្វេតខាងក្រោយបាទចាប់ផ្ដើមមកហ្វេតខាងក្រោយបងប្អូនមើលប្រកេះភ្ញៀវទៅបងប្អូនយកត្រឹមតងលក្ខជាហ្នឹងណាបាទត្រឹមតងលក្ខជាទៅបងប្អូនបដិញ្ញឡើងទៅលើទៅហើយកំណត់00មកបាទកំណត់00មកជុំហើយបងប្អូនតម្លាក់ដូច0.4បាទដូចខ្ញុំកំពុងតម្លាក់ហ្នឹងតម្លាក់0.4ដូចនៅខាងចំហៀងតិចយ៉ាងណាដូចគ្នាបាទហើយយើងបដិញ្ញប្រព័ន្ធម្រាមដៃទៅលើយើងមើលទៅម្រាមដៃយើងប៉ុណ្ណាយើងឈូសប៉ុណ្ណឹងណាបាទយើងស្រួលលុបបាទយើងស្រួលលុប0.2ដែលនេះគេហៅ0.2នេះខ្ញុំកំពុងឲ្យបងប្អូនមើលអញ្ចឹងអាការ0.2ហ្នឹងមិនមែនប្រើ0.2ហ្នឹងរហូតទេអត់ទេអញ្ចឹងយើងប្រើ0.2 0.3 ក៏មានដែរដោយសារអីកន្លែងណាខ្លះស៊ីកន្លែងណាខ្លះអត់អញ្ចឹងណាយើងត្រូវមើលតាមស្ថានភាពសក់បាទអានេះខ្ញុំអត់អាចអធិប្បាយឲ្យបងប្អូនយល់ច្បាស់ 100% ទេតើឈរមើលបើខ្ញុំបញ្យល់ទៅយើងចាប់បានច្រើនបាទអានេះខ្ញុំបញ្យល់បងប្អូនខ្លះដើម្បីឲ្យបងប្អូនយកទៅអនុវត្តខ្លួនឯងផ្ទាល់យើងមើលទៅតាមស្ថានភាពសក់ទៅយើងបដិញ្ញចុះឡើងធ្វើម៉េចឲ្យទៅសក់ស្អាតអញ្ចឹងណាបាទហើយសក់នេះគឺខ្ញុំបដិញ្ញហើយបងប្អូនមើលថាវាបានប្រមាណភាគរយនៃការបដិញ្ញបាទហើយបងប្អូនអាចយកគំរូទៅធ្វើតាមបានអត់អីទេបាទខ្ញុំចែករំលែកជូនបងប្អូនដោយ free ហ្មងគ្រាន់តែបងប្អូនចូលមក channel របស់ខ្ញុំកុំភ្លេចចុច subscribe channel ខ្ញុំម្នាក់មួយផងបាទខ្ញុំនឹងមានវីដេអូថ្មីជូនបងប្អូនបាទម៉ូដប្លែកអីចឹងទៅបាទតាមគេតាមឯងចឹងណាបងប្អូនដែលចង់ចេះគឺកុំភ្លេចចុច subscribe channel ម្នាក់មួយផងបាទហ្នឹងហើយបន្ទាប់ពីយើងបបោះជើងក្រោមជើងអីអស់ហើយបាទសក់ហ្នឹងគឺបានប្រព័ន្ធនេះបងប្អូនណាបាទហើយបន្ទាប់ពីបានប៉ុណ្នេះហើយយើងក៏សេរីសក់លើបាទសក់លើរបស់គាត់គឺគេហៅថាសក់រៀងស្ដើងរៀងឆក់បាទហើយធ្វើម៉ូដក៏មិនទៅរៀងស្អាតពេញលេញដែរដោយសារតែសក់យើងស្ដើងហើយនៅមួយយើងអត់នេះគេហៅថាឆក់ពីមុខបន្តិចបងប្អូនឃើញក្នុងវីដេអូអញ្ចឹងយើងលៃតាមប្រកេះភ្ញៀវទៅបាទលៃតាមប្រកេះភ្ញៀវធ្វើមិនឲ្យសមធ្វើមិនឲ្យស្អាតបាទយើងលៃតាមហ្នឹងទៅវា
មិនស្អាត 100% គឺគាត់គេហៅថាកាត់បន្ថយខ្លះអីចឹងទៅបាទមិនណាក៏លើកគាត់បន្តិចអីចឹងណាហើយដូចសក់លើគឺខ្ញុំធ្វើការកាត់តិចតិចទេបាទដូចបងប្អូនកំឃើញចឹងបាទកាត់តិចតិចជូនគាត់ព្រោះដោយសារតែសក់គាត់ស្ដើងឈូសចិត្តអស់ហើយអញ្ចឹងយើងធ្វើតាមស្ថានភាពចឹងទៅភាគច្រើនគឺបងប្អូនត្រូវមើលស្ថានភាពសក់គេមិនដែរអញ្ចឹងណាបាទខ្ញុំអត់អាចយល់ឲ្យបងប្អូនយល់ 100% ទាំងអស់បានទេដោយសារតែអត់ដូចរៀនផ្ទាល់បើសិនជារៀនផ្ទាល់អាចនឹងស្រួលយល់ជាងបាទនេះសក់គាត់នៅពេលដែលខ្ញុំកាត់ពីលើហើយយើងផ្លុំបន្តិចបន្តួចមកបាទឲ្យវាចូលតម្រងអញ្ចឹងទៅព្រោះអាចលើកក៏លើកអត់ខាតដែរបងប្អូនឃើញស្រាប់ហើយបាទហើយសម្រាប់ម៉ូតសក់ High Taper Fan នេះបើសិនជាបងប្អូនបាទមិនមែនជាជាងទេអាចឆ្លាញ់ម៉ូតនេះកុំភ្លេចជួយ like ជួយ share ឲ្យម្នាក់មួយទៅបាទជួយ subscribe channel របស់ខ្ញុំម្នាក់មួយទៅក៏បានដែរបាទហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនបងប្អូនដែលទស្សនា